ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានឧបនិស្ស័យបានចេញនៅថ្នាំមួយប្រភេទដែលជាថ្នាំបន្សាបនៅអំពើអំពាន់ឬក៏មុនខ្មៅដែលបងប្អូនខ្លះគាត់តែងតែស្វែងរកនៅថ្នាំនេះដើម្បីព្យាបាលនៅជំងឺរោគាព្យាធិនៅក្នុងខ្លួនពុកម៉ែបងប្អូនណាឲ្យប្រសើរឡើងអញ្ចឹងទី1ហ្នឹងគឺរឹសដូនកាយពុកម៉ែបងប្អូនណារឹសដូនកាយហ្នឹងពេលពុកម៉ែបងប្អូនទៅកាប់សូមឧបកិច្ចផងទី2រឹសស្រងែទី3ហ្នឹងគឺរឹសស្បូវភ្លៀងពុកម៉ែបងប្អូនណាយកថ្នាំទាំង3មុខនេះមកពុកម៉ែបងប្អូនកាប់ជា7កំណាត់បាទ7កំណាត់ណាយកតែរឹសទេ7កំណាត់ហ្នឹងហើយ7កំណាត់ចង្អុលដៃកណ្ដាលហ្នឹងពុកម៉ែធ្វើការហាលឲ្យស្ងួតបន្តិចបន្ទាប់មកពុកម៉ែបងប្អូនចងឬក៏រុំនឹងអំបោះខ្មៅពុកម៉ែបងប្អូនណារុំនឹងអំបោះខ្មៅខាងលើហ្នឹងគឺ7ចំណងកណ្ដាលហ្នឹងគឺ7ចំណងខាងក្រោមហ្នឹងគឺ7ចំណងពុកម៉ែបងប្អូនណាយើងរុំចឹងមកហើយយើងដាក់ស្ងោរទៅហើយស្ងោរហ្នឹងគឺពុកម៉ែបងប្អូនស្ងោរទឹកដំបងហ្នឹងគឺខ្ញុំភ្លេចប្រាប់គឺស្ងោរទឹក3យកទឹក1ពុកម៉ែបងប្អូនហ្នឹងហើយស្ងោរហើយទុកឲ្យត្រជាក់ពុកម៉ែបងប្អូនយកមកពិសាហើយពិសាហ្នឹងគឺมันមានចំនួនកំណត់ទេពិសាដូចយើងផឹកតែដែរអរគុណ